ឆ្លើយតបជាមួយនឹងសំណួរមួយក៏សួរថាវ៉ាក់សាំងផ្ដាសាយក្មេងពេទ្យខ្លះចាក់មួយឆ្នាំរំលឹកម្ដងពេទ្យខ្លះទៀតចាក់មួយខែរំលឹកម្ដងហើយទៅមួយឆ្នាំតើជាប្រភេទវ៉ាក់សាំងផ្សេងគ្នាឬក៏យ៉ាងម៉េចតាម CDC មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកគឺគេចែកការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំនេះទៅតាមអាយុជាទូទៅគឺយើងចាក់បាននៅលើក្មេងចាប់ពីអាយុ6ខែឡើងទៅរហូតដល់មនុស្សចាស់ហើយការចាក់នេះគឺយើងចែកចេញជាពីរដំណាក់កាលចំពោះក្មេងចាប់ពីអាយុ6ខែដល់អាយុ9ឆ្នាំដែលមិនធ្លាប់ចាក់សោះពីមុនមកគឺយើងចាក់ចំនួន2ដងលើកទី1ហើយ1ខែក្រោយមកបន្ទាប់មកគឺគេរំលឹកជារៀងរាល់1ឆ្នាំម្ដងសម្រាប់ក្មេងចាប់ពីអាយុ9ឆ្នាំរហូតដល់មនុស្សចាស់គឺចាក់តែ1ឆ្នាំម្ដងទេដោយឡែកនៅប្រទេសយើងគឺយើងពេញនិយមទៅលើការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំនេះពីរប្រភេទទី1គឺ Vaccine Tetra ទី2គឺ Influvac Tetra វាគឺជាវ៉ាក់សាំងការពារផ្ដាសាយធំដូចគ្នាការចាក់ដូសគឺកម្រិតដូសឬក៏ទៅតាមអាយុរបស់ក្មេងគឺដូចគ្នាហើយជាទូទៅវ៉ាក់សាំងគឺវាការពារបានតែពួកវីរុសទេមានន័យថាការបង្កជំងឺផ្ដាសាយដែលបង្កឡើងដោយពួកវីរុស Influenza A ហើយនិង B ដូច្នេះបើសិនជាយើងឆ្លងបាក់តេរីឬក៏ឆ្លងមេរោគផ្សេងក្រៅពីពពួកវីរុសទាំងពីរមុខនេះគឺយើងនៅតែអាចឈឺដូចគ្នាហើយហេតុអីចាំបាច់ចាក់រាល់1ឆ្នាំម្ដងដោយសារតែការបំលែងរបស់វីរុសពី1ឆ្នាំទៅ1ឆ្នាំគឺវាបំលែងខ្លួនដូច្នេះការចាក់វ៉ាក់សាំងគឺតាមការបំលែងរបស់វីរុសហើយវ៉ាក់សាំងនេះផងដែរ1ឆ្នាំគឺគេផលិតតែ1ដងទេដើម្បីចាក់ការពារទៅនឹងមេរោគហ្នឹងតាមរដូវកាលក្រោយពេលចាក់វ៉ាក់សាំងហើយជាទូទៅខ្លួនរបស់យើងនឹងបង្កើតទៅជាអង្គតិកឬក៏ប្រព័ន្ធការពារដែលអាចការពារជាមួយនឹងវីរុសបានគឺក្នុងរយៈពេល2សប្តាហ៍ទៅ4សប្តាហ៍មានន័យថាចាក់ភ្លាមមិនមែនថាស្អែកឡើងហ្នឹងការពារបានភ្លាមទេគឺវាត្រូវការរយៈពេលហើយវានឹងអស់ប្រសិទ្ធភាពទៅវិញអាចចន្លោះពី8ខែទៅ12ខែទៅតាមតកតងនឹងប្រព័ន្ធការពារនិងសុខភាពរបស់យើងម្នាក់ៗវ៉ាក់សាំងការពារជំងឺផ្ដាសាយធំគឺយើងអាចចាក់បានរហូតដល់យើងស្លាប់មានន័យថាចាប់ពីក្មេងអាយុ6ខែឡើងទៅបើសិនជាយើងរស់បានដល់អាយុ200ឆ្នាំគឺយើងនៅតែអាចចាក់វាបានដូច្នេះសូមចាក់វ៉ាក់សាំងឲ្យបានទៀងទាត់តាមការវិភាគដូចជាការណាត់ទុករបស់គ្រូពេទ្យដើម្បីទទួលបានប្រសិទ្ធភាពពីវ៉ាក់សាំងនឹងបានល្អទោះបីជាការចាក់វ៉ាក់សាំងវាមិនបានការពារ100%មែនប៉ុន្តែវាក៏អាចកាត់បន្ថយនៅផលវិបាកផ្សេងៗដែលកើតមានដោយសារតែយើងមិនបានចាក់វ៉ាក់សាំង